នៅក្នុងវីដេអូនេះខ្ញុំចង់បង្ហាញបងពីឧបករណ៍មួយដែលយើងអាចប្រើប្រាស់សម្រាប់គណនាចំណុចកម្ពស់នៅក្នុងតំបន់មួយបានហើយខ្ញុំគិតថាឧបករណ៍នេះវាមានសារៈសំខាន់សម្រាប់បងក្នុងការប្រើប្រាស់ចឹងហើយខ្ញុំ build វាជូនបងប្រើប្រាស់តែម្ដងហើយឧបករណ៍នេះមានឈ្មោះថាការគណនាចំណុចកម្ពស់ឥឡូវនេះសន្មតថាយើងមាន DM ម្ដុំនេះDM នេះគឺជាតន័យរយៈកម្ពស់អូខេហើយយើងចង់ធ្វើការ generate spot height ឬក៏ចំណុចកម្ពស់ហ្នឹងទៅតាមទីតាំងណាមួយដែលយើងចង់បានជាងយើងអាចប្រើឧបករណ៍នេះហើយ boundary នេះគឺជាព្រំប្រទល់នៃតំបន់ផងយើងបើកឧបករណ៍នេះមកនៅក្នុងឧបករណ៍នេះយើងមាន2 mode នៅក្នុងឧបករណ៍នេះយើងមាន2របៀបគណនាដែលរបៀបគណនាទី1គឺយើងចង់បង្កើតចំណុចជាលក្ខណៈចៃដន្យនៅក្នុងនេះយើងអត់កំណត់ថាតើចំណុចហ្នឹងត្រូវនៅត្រង់ណាទេយើងឲ្យឧបករណ៍នេះ generate ឲ្យឬក៏បង្កើតឲ្យជា random ឬក៏ជាចៃដន្យតែម្ដងអ្វីដែលយើងត្រូវធ្វើគឺយើងកំណត់ចំនួនចំណុចកម្ពស់ហ្នឹងអូខេអញ្ចឹងយើងមើលចំណុចទី1ហ្នឹងរបៀបគណនាទី1ហ្នឹងហើយរបៀបគណនាទី2គឺយើងគ្រីសកន្លែងនេះនៅពេលដែលយើងគ្រីសកន្លែងនេះគឺយើងអាចគណនាឲ្យចំណុចដែលមានស្រាប់មានន័យថានៅក្នុងតនន័យម្ដុំនេះអ្នកនរគ្នាបង្កើតនៅតន័យចំណុចហើយចុចឲ្យមកចង់បានកម្ពស់នៅត្រង់ណាត្រង់នេះចឹងទៅអញ្ចឹងបន្តមកយើងគ្រីសនេះមកយើង add តន័យកម្ពស់នឹងចូលលើនេះហើយខ្ញុំនឹងបង្ហាញតិចទៀតអូខេឥឡូវនេះយើងកំណត់យើងមើល process ទី1 process ទី1យើងអត់គ្រីសអានេះទេហើយយើងបញ្ចូលនៅព្រំប្រទល់ផងយើងគឺ boundary ហ្នឹងបើសិនបើយើងអត់មានអានេះទេយើងអាចប្រើអាខ្មៅដៃនេះហើយចុច polygon នេះមកហើយយើងអាចយកមកគូសត្រង់ណាមួយដែលយើងចង់បង្កើតហ្នឹងអូខេអាហ្នឹងតំបន់ដែលយើងចង់គណនាហ្នឹងអូខេឥឡូវនេះខ្ញុំមានតន័យ boundary នេះហើយចឹងខ្ញុំអត់គូសទេខ្ញុំប្រើ boundary ហ្នឹងតែម្ដងបន្តមកទៀតយើងបញ្ចូលតន័យកម្ពស់ជា raster ចឹងតន័យកម្ពស់ផងយើងគឺ DM នេះយើងបញ្ចូលវាមកអូខេយើងអាចចាប់ទាញដាក់អញ្ចេះក៏បានដែរហើយបន្តមកទៀតចំនួនចំណុចកម្ពស់កន្លែងនេះឧបមាថាយើងចង់បាន50ចំណុចនៅក្នុងតំបន់ហ្នឹងជា spot height ហ្នឹងអញ្ចឹងយើងវាយលេខ50ចូលមកហើយសូមបញ្ជាក់ផងដែរថាកន្លែងនេះគឺយើងវាយបានតែលេខគត់ទេអត់មានក្បៀសមានអីណាជាក់ហើយបន្តមកយើងកំណត់ output គឺកំណត់លទ្ធផលជាចំណុចហ្នឹងដែលយើងចង់ដាក់វានៅណាក្នុងករណីនេះខ្ញុំដាក់វានៅក្នុងកុងតួ database នេះអញ្ចឹងខ្ញុំចាប់តន័យណាមួយមកតម្លាក់ចូលលើនេះហើយខ្ញុំដូរឈ្មោះថាខ្ញុំដាក់ថា spot height អូខេ spot height ហើយបន្តមកគឺយើងធ្វើការចុចប៊ូតុង run ទៅពេលដែលយើងចុចប៊ូតុង run យើងនឹងទទួលបានទិន្នន័យចំណុចហ្នឹងអូខេចំនួន50នៅក្នុងតំបន់សិក្សាផងយើងណាហើយបើសិនបើយើងបើក attribute ផងវាមើលយើងឃើញមាន field រយៈកម្ពស់ក៏ដូចជា field និយមការអូខេអញ្ចឹងយើងអាច display វាបានយើងប្រើ field GM ហ្នឹងហើយបន្តមកសម្រាប់ symbol នេះយើងអាចដូរវាទៅជាប្រភេទ cross symbol ទៅ cross symbol ហើយយើងយកទំហំឲ្យទូចតិចមកយើងនឹងទទួលបានទិន្នន័យដូចនៅក្នុង topo map អញ្ចឹងអាកន្លែងដែលចំណុចហើយមានលេខហ្នឹងអាហ្នឹងគឺចំណុចកម្ពស់ហ្នឹងឯងអាហ្នឹងគេហៅវាថា spot elevation ឬក៏ spot height អញ្ចឹងនេះគឺជា process ទី1ផងយើងគឺអត់មានអីពិបាកទេអូខេទៅ process ទី2ណាអញ្ចឹងបើសិនបើអ្នកទាំងនេះចង់ទៅ process ទី2តែម្ដងដោយមិនចាំបាច់បើក tool ឡើងវិញសូម clear សូម reset parameter ចោលសិនហើយចុច approach ចុះក្រោមនេះមកយក reset parameter អូខេហើយចាំគ្រីសនេះបន្ទាប់មកឧបមាថាតនន័យផងយើងចំណុចដែលយើងបានគណនានេះខ្ញុំលុបអាពួកនេះចោលវិញទាំងអស់ខ្ញុំលុបវាចោលទាំងអស់ field ហ្នឹងហើយបន្ទាប់មកខ្ញុំលុបអានេះចោលទាំងអស់ដែរខ្ញុំ select វាហើយខ្ញុំលុបវាចោលអូខេហើយបន្តមកយើង create feature គឺយើងដៅទៅចំណុចណាមួយដែលយើងចង់បានទេ
បន្តតែខ្ញុំចង់បានតនេះមួយ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 តនេះតនេះអូខេមកតែយើងចង់បានប៉ុណ្ណឹងហើយតែមកយើង save មក edit ហើយ save ហើយយើងបើក attribute ផងវាមកយើងឃើញ record 14ចំណុចដែលយើងបានបង្កើតអត់ទាន់មានតម្លៃរយៈកម្ពស់ហើយនឹងយាមការទេអញ្ចឹងមកដល់កន្លែងហ្នឹងគឺយើងគ្រាន់តែគ្រីសអានេះហើយយើងបញ្ចូលចំណុចហ្នឹងមក spot high ហ្នឹងមកក្នុងបញ្ចូលទៅនៃចំណុចដែលមានស្រាប់ហ្នឹងតែមកយើងបញ្ចូល DEM ចូលមកកន្លែងនេះហើយយើងចុចប៊ូតុង run ពេលដែលយើងចុចប៊ូតុង run វានឹងធ្វើការគណនារយៈកម្ពស់ឲ្យទៅនៅនៃ spot high ហ្នឹងឃើញទេ C value x y ហើយបើយើងមើលមកយើងឃើញយើងទទួលបានតម្លៃហ្នឹងហើយអញ្ចឹងនេះគឺជាឧបករណ៍ដែលអាចប្រើប្រាស់សម្រាប់គណនាចំណុចកម្ពស់ហើយខ្ញុំនឹងដាក់វាជូនបងប្រើប្រាស់ទៅតាមការគូរវីដេអូហ្នឹងមានតែប៉ុណ្្នឹងឯងសូមអរគុណ